ព្រះយេស៊ូវទ្រង់តែងតែអធិដ្ឋានជានិច្ចសូម្បីតែបន្ទាប់ពីទ្រង់បានប្រោសឲ្យជានិងធ្វើការអស្ចារ្យដល់អាហារដល់មនុស្ស5000នាក់ក៏ដោយក៏ទ្រង់នៅតែអធិដ្ឋានដែរទ្រង់អធិដ្ឋានតាំងពីព្រលឹមស្រាលហើយជួនកាលទ្រង់ថែមទាំងយាងទៅលើភ្នំខ្ពស់ដើម្បីអធិដ្ឋានទៀតផងនៅពេលដែលទ្រង់ជ្រើសរើសសាវកទាំង12នាក់ទ្រង់បានអធិដ្ឋានពេញមួយយប់ដោយក្តីបារម្ភចំពោះជម្រើសដ៏លំបាកនោះនិងពោរពេញដោយក្តីរំពឹងទុកជាពិសេសមុនពេលទ្រង់ត្រូវរងទុក្ខនៅក្រុងយេរូសាឡឹមនិងការជាប់ឆ្កាងទ្រង់បានអធិដ្ឋាននៅក្នុងសួនច្បារហ្គេសេម៉ានីទ្រង់អធិដ្ឋានយ៉ាងខ្លាំងក្លារហូតដល់បែកញើសចេញមកដូចជាដំណក់ឈាមក្នុងកាន់គម្ពីរដំណឹងល្អដែលរៀបរាប់អំពីព្រះបន្ទូលនិងអំណាចរបស់ព្រះយេស៊ូវតែងតែរំលឹកអំពីសេចក្តីអធិដ្ឋានរបស់ទ្រង់យ៉ាងណាមិញការអធិដ្ឋានរបស់ព្រះយេស៊ូវហាក់ដូចជាមានភាពខុសប្លែកពីពួកយូដានៅសម័យនោះពួកយូដាចង់មកអួតពីភាពបរិសុទ្ធរបស់ខ្លួនតាមរយៈការអធិដ្ឋានគេនិយាយថានៅពេលដែលពួកគេតមអាហារពួកគេធ្វើទឹកមុខឲ្យមើលទៅហាក់ដូចជាអស់កម្លាំងដើម្បីប្រកាសថាខ្ញុំមិនបានបរិភោគអ្វីទេពួកគេក៏អធិដ្ឋានខ្លាំងនិងប្រើពេលយ៉ាងយូរនៅកន្លែងដែលមានមនុស្សកកកុញដើម្បីឲ្យគេមើលឃើញពីការអធិដ្ឋានរបស់ពួកគេប៉ុន្តែចំពោះព្រះយេស៊ូវវិញបន្ទាប់ពីទ្រង់បានបង្រៀនឬធ្វើការអស្ចារ្យនៅចំពោះមុខពួកមនុស្សយ៉ាងច្រើនហើយទ្រង់តែងតែដកខ្លួនចេញទៅកាន់កន្លែងស្ងាត់ដើម្បីអធិដ្ឋានតែម្នាក់ឯងនៅពេលឃើញព្រះយេស៊ូវធ្វើបែបនេះពួកសាវកក៏មានចម្ងល់អំពីការអធិដ្ឋានសាវកម្នាក់បានសួរព្រះយេស៊ូវថាព្រះអង្គម្ចាស់អើយសូមទ្រង់បង្រៀនយើងខ្ញុំឲ្យចេះអធិដ្ឋានផងដូចជាលោកយូហានបាទីសបានបង្រៀនដល់សិស្សលោកដែរដូច្នេះហើយព្រះយេស៊ូវក៏បានបង្រៀនសាវករបស់ទ្រង់អំពីរបៀបអធិដ្ឋាននេះគឺជាអ្វីដែលយើងហៅថាលំនាំសេចក្តីអធិដ្ឋាននៃព្រះអង្គម្ចាស់លំនាំសេចក្តីអធិដ្ឋាននៃព្រះអង្គម្ចាស់មានកត់ត្រាទុកនៅក្នុងកាន់គម្ពីរម៉ាថាយនិងលូកាប៉ុន្តែកំណែនៅក្នុងកាន់គម្ពីរលូកាគឺខ្លីជាងបន្តិចចូលយើងពិនិត្យមើលខ្លឹមសារនៃកាន់គម្ពីរលូកាជាមួយគ្នាព្រះយេស៊ូវប្រាប់ឲ្យយើងអធិដ្ឋានអំពីព្រះនិងព្រះរាជរបស់ទ្រង់ជាមុនសិនបន្ទាប់មកទើបអធិដ្ឋានអំពីជីវិតប្រចាំថ្ងៃរបស់យើងក្រឹតវិន័យ10ប្រការក្នុងព្រះគម្ពីរសញ្ញាចាស់ហាមយើងមិនឲ្យហៅព្រះនាមព្រះជាអាសាឥតកាត់ទេប៉ុន្តែព្រះយេស៊ូវបានបង្រៀនលើសពីនេះដោយប្រាប់ឲ្យយើងអធិដ្ឋានសូមឲ្យព្រះនាមទ្រង់បានបរិសុទ្ធទ្រង់ក៏បានប្រាប់យើងឲ្យអធិដ្ឋានសូមឲ្យព្រះរាជរបស់ព្រះបានសម្រេចនៅផែនដីនេះនៅពេលឥឡូវនេះផងដែរទ្រង់ក៏បានប្រាប់យើងផងដែរថាអ្នកដែលអធិដ្ឋានគួរតែអធិដ្ឋានឲ្យហួសពីតម្រូវការផ្ទាល់ខ្លួនគឺសម្រាប់អាហាររបស់អ្នកជិតខាងរបស់យើងទាំងអស់គ្នាពោលគឺអាហារប្រចាំថ្ងៃអ្នកដែលអធិដ្ឋានគួរតែរស់នៅដោយការអត់ទោសដល់កំហុសរបស់អ្នកដទៃដោយតែព្រះអង្គម្ចាស់បានអត់ទោសបាបដល់យើងដែរលើសពីនេះទៅទៀតដោយសារយើងជាមនុស្សទន់ខ្សោយហើយការលបងក្នុងលោកីយ៍នេះបោកបក់មកលើយើងដូចជារលកសមុទ្រយើងគួរតែអធិដ្ឋានសូមកុំឲ្យយើងធ្លាក់ក្នុងសេចក្តីល្បួងឡើយបងប្អូនទាំងអស់គ្នាថ្ងៃនេះសូមឲ្យយើងអធិដ្ឋានដោយស្ងប់ស្ងាត់តែម្នាក់ឯងដោយនឹកគិតអំពីការអធិដ្ឋានដែលព្រះយេស៊ូវបានអធិដ្ឋានដោយដួងចិត្តតែមួយថាឲ្យព្រះវរបិតានៃយើងខ្ញុំដែលគង់នៅឋានសួគ៌អើយសូមឲ្យព្រះនាមទ្រង់បានបរិសុទ្ធសូមឲ្យរាជទ្រង់បានមកដល់សូមឲ្យព្រះハរតីទ្រង់បានសម្រេចនៅផែនដីដោយនៅឋានសួគ៌ដែរសូមប្រទានអាហារដែលយើងខ្ញុំត្រូវការមកជារាល់ថ្ងៃសូមអត់ទោសបាបយើងខ្ញុំបិទយើងខ្ញុំក៏អត់ទោសដល់អស់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរហើយសូមគំនុំយើងខ្ញុំទៅក្នុងសេចក្តីល្បួងឡើយតែសូមប្រោសឲ្យយើងខ្ញុំបានរួចពីសេចក្តីអាក្រក់វិញអាមែន